Hello សួស្តីអ្នកគ្នានេះមានយកពីទីបានមកស្ដាប់ដល់រឿងដែលមិនសូវចិនថាដល់វ៉ានអ្នកអមចាស់ចឹងកម្រៃរឿងចាំនឹងសាទៅជីវិតឯងយកជន់ចូលទូសាជួនអែមទាំងអស់គ្នាតើខ្ញុំអាចជាអ្នកបន្ទាប់មែនទេខ្ញុំមិនតាន់បានធ្វើអ្វីទាំងអស់លោកម្ចាស់ជឿខ្ញុំចោលខ្ញុំហ៊ានស្បត់ខ្ញុំស្លាប់មិនខានទេសូមគុំសម្លាប់ខ្ញុំអីហ៎អេចាំបន្តិចនេះខ្ញុំផុតពីស្លាប់ហើយហ៎ចេញទៅពួកនាងចេញឲ្យអស់ទៅគាត់ប្រហែលមានអ្វីមិនពេញចិត្តហើយក៏ខ្លាចជាគួរឲ្យខ្លាចបែបនេះអូយព្រះអើយខ្ញុំមិនគិតសោះថាខ្ញុំនៅមានជីវិតចាតាំងពីចៅវាយរបស់យើងឲ្យមកបំរើលោកម្ចាស់មកពួកយើងគួរតែរកកន្លែងស្នាក់នៅខាងក្រៅបណ្ដោះអាសន្នសិនប៉ុន្តែបងស្រីខ្ញុំគិតថាលោកម្ចាស់ដូចជាមិនពេញចិត្តនឹងឲ្យពួកយើងទៅបម្រើលោកម្ចាស់នៅវិមាននោះទេទោះជាបងស្រីចង់ទៅក៏គ្មានន័យដែរយុនស៊ីយ៉ូចៅស្រីនៃត្រកូលយុនមកពីព្រះបរមរាជវាំងបិទមែនហើយអ្នកនាងយុនស៊ីកំពុងតែយល់ចិត្តអូតើបងគិតថាស្វាមួយក្បាលណាដែលទៅដែរជាអ្នកបន្ទាប់អ្នកណាលោតមកគេនឹងធ្វើជាស្វាឯងចង់ទៅណាតើអ្នកណាខ្លាចអ្នកណាអ្នកបំបែកហានេះគឺជាក្រុមបណ្ដោះអាសន្នមែនទេលើយពេលពួកគេធ្វើបែបនេះបន្តិចទៀតអាចនឹងខ្លាចទៅជាកន្លែងផលិតរឿងថែមជារឿងល្ខោនបែបថៃដាក់រឿងមួយយប់មានទាំងពាក្យសម្ដីនិងកាយវិការហាចិត្តពេកហើយខ្ញុំទៅតែរួចផុតពីការស្លាប់របស់លោកម្ចាស់ខ្ញុំមិនអាចស្លាប់នៅទីនេះបានទេមួយសន្ទុះក្រោយមកស្ងៀមស្ងាត់វាគ្មានរួចហើយអេចាំបន្តិចឥឡូវនេះខ្ញុំនៅតែម្នាក់ឯងទេលោកម្ចាស់អ្នកនាងម្ចាស់អើយសូមមេត្តាអាណិតក្មេងតុនតូចតុនសោយម្នាក់នេះផងហើយបំភ្លេចទៅបើគ្មាននរណាខ្វល់នឹងយើងកុំខ្វល់យ៉ាងហោចណាស់ខ្ញុំមិនមែនជាមនុស្សនៅលើភពនេះមួយនេះទេបើសិនជាខ្ញុំស្លាប់ប្រហែលខ្ញុំអាចត្រឡប់ទៅវិញសេចក្តីស្លាប់មិនគួរឲ្យខ្លាចនោះទេបើបញ្ហាពិតនោះភាពឈឺចុកចាប់នៅមុខស្លាប់បំភ្លេចវាទៅគួរតែយកពេលវេលាទំនេរទទួលទានតែពពកឆ្លងកាត់ភាពក្លាហានជាលាភសំណាងខ្ញុំប្រកាសថាអ្នកទាំងអស់នោះបានឮអ្វីដែលក្រុមគ្រួសាររបស់ពួកគេនិយាយមុនពេលមកទីនេះយើងត្រូវដើរតាមគន្លងផ្លូវល្អរបស់បុព្វបុរសជាមុនសិនវាមិនមែនគ្រាន់តែអំពីអនាគតនៃបោឈូឆិនឃ្លូឆិនទាំងមូលប៉ុណ្ណោះទេស្លាប់ពួកគេតើឯងដែលឮថាពួកវាទាំងនោះក្លាហានប៉ុណ្ណាអស្ចារ្យអូអត់ទេលោកម្ចាស់ប្ដូរអារម្មណ៍ទៀតហើយស្រាវណាស់តើមនុស្សល្ងងម្នាក់ណាហ៊ានដេកនៅដំណាក់លោកម្ចាស់សកម្មភាពវិស័យការបំពង់ចំបាំងភេសជ្ជៈរដូវក្តៅពេងឫស្សីដូច្នេះវាគឺជានាងហ៊ានណាស់អូទេនាងស្លាប់មិនខានសូម្បីតែមនុស្សមកពីបបិសាចអាចលួចចុះប្រាប់ខ្ញុំផងតើពួកឃ្លូឈិន
បញ្ជូននាងមកទីនេះក្នុងក៏បំណងចង់ញុះញង់ខ្ញុំឬមួយពួកគេគ្មានសមត្ថភាពក្នុងការសម្គាល់មនុស្សបន្តមកម្ដងទៀតអ្វីក៏ដោយដែលដែនបិសាចក្រុងនឹងធ្វើចំពោះប៉ាក់ឃ្លូសិនអាយ៉ាហេតុអ្វីបានជាលោកម្ចាស់ដកស្រការបស់ខ្ញុំចេញដោយគ្មានហេតុផលអញ្ចឹងនិយាយឲ្យត្រង់